តែរវាងកាភ្លើងលបាញ់ QBU10 និង Alligator មួយណាល្អប្រសើរជាងជម្រាបសួរប្រិយមិត្តខ្មែរ Today ជាទីមេត្រីថ្ងៃនេះយើងងាកមកមើលកាំភ្លើងលបាញ់ពីប្រភេទរបស់ចិននិងអ៊ុយក្រែនវិញម្ដងនៅក្នុងសមរភូមិអ្នកលបាញ់មានទូរទីដើម្បីការពារទាហានថ្មើរជើងពីការលបាញ់របស់ទាហានសិទ្ធិត្រូវក្នុងមួយក្រុមតម្រូវមានអ្នកលបាញ់3ទៅ5នាក់ស្របពេលដែលកងទ័ពអ៊ុយក្រែនបានប្រើប្រាស់កាំភ្លើង Alligator 14.5 មីលីម៉ែត្រកម្ចាត់ទាហានរុស្ស៊ីចម្ងាយ4គីឡូម៉ែត្រចំណែកឯកងទ័ពកម្ពុជាកំពុងប្រើប្រាស់កាំភ្លើង QBU10 ដើម្បីប្រឆាំងនឹងកងទ័ពសៀមឈ្លានពានក្នុងន័យនេះកម្ពុជានិងអ៊ុយក្រែនជួបវាសនាដូចគ្នាគឺត្រូវអ្នកជិតខាងរំលោភបំពានប៉ុន្តែកងទ័ពអ៊ុយក្រែននិងកងទ័ពកម្ពុជាមានយុទ្ធវិធីរបៀបប្រយុទ្ធរួមជាមួយនឹងការប្រើប្រាស់សិទ្ធិវុធប្រឆាំងនឹងសត្រូវខុសគ្នាឥឡូវនេះយើងងាកមកមើល Alligator 14.5 មីលីម៉ែត្រមុនគេបើយោងតាមសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិកបានចុះផ្សាយថាអង្គភាពលបាញ់អ៊ុយក្រែនមួយក្រុមបានបំបែកឯកតកម្មពិភពលោកដោយបានបាញ់សម្លាប់ទាហានរុស្ស៊ីចម្ងាយ 13,000 ហ្វីតស្មើនឹង4គីឡូម៉ែត្របើយោងតាម Fox News ដដែលបានចេញផ្សាយដោយផ្អែកលើសារព័ត៌មាន Geopost ដែលបានរាយការណ៍ថាការលបបាញ់ប្រហារនេះគឺបាញ់ដោយកាំភ្លើងដែលផលិតដោយអ៊ុយក្រែននិងជំនួយដោយបញ្ញាសិប្បនិម្មិតនិងការណែនាំពីយន្តហោះគ្មានមនុស្សបើកធ្វើឲ្យទាហានរុស្ស៊ី2នាក់បានស្លាប់នៅក្នុងតំបន់ភូក្រោកប្រទេសអ៊ុយក្រែនអ្នកកាសែតយោធាយូរីប៊ូតូសើបាននិយាយថាការបាញ់ប្រហារបំបីកំណត់ត្រាត្រូវបានធ្វើឡើងនៅថ្ងៃទី14ខែសីហាឆ្នាំ2025ដោយប្រើបញ្ញាសិប្បនិម្មិតនិងការតាមដានគោលដៅផ្ដល់ព័ត៌មានដោយយន្តហោះគ្មានមនុស្សបើកទាហានអ៊ុយក្រែនបានប្រើកាំភ្លើង Sniper Alligator 14.5 មីលីម៉ែត្រអំពីកាំភ្លើងលបាញ់ Alligator វាជាប្រភេទកាំភ្លើងលបាញ់ដ៏គ្រោះថ្នាក់បំផុតផលិតដោយអ៊ុយក្រែនក្នុងឆ្នាំ2021អ៊ុយក្រែនផលិតវាឡើងក្នុងគោលបំណងដើម្បីបាញ់កំទេចអង្គតែនសេវាខ្សែភ្លើងរត់ពីដែកនិងគ្រឿងសឹកផ្សេងឬក៏យើងអាចនិយាយបានថា Sniper Alligator នេះជាកាំភ្លើងលបាញ់ធន់ធ្ងន់ Anti Material Refill ដោយវាមានបណ្ដោយប្រវែង2ម៉ែត្រនិងមានទម្ងន់25គីឡូក្រាមប្រើប្រាស់គ្រាប់ប្រភេទ 14.5 គុណនឹង104មីលីម៉ែត្របាញ់បានចម្ងាយ4គីឡូម៉ែត្រជាចម្ងាយបាញ់ចំគោលដៅបានល្អនិងចម្ងាយឆ្ងាយបំផុតគឺ7គីឡូម៉ែត្រអត្រាដួលគ្រាប់រត់980ម៉ែត្រក្នុង1វិនាទីដោយក្នុងមួយបង់មាន5គ្រាប់អាចបំពាក់ telescope សម្រាប់មើលគោលដៅតាមបែបសហរដ្ឋអាមេរិកនិងរុស្ស៊ីAlligator ត្រូវបានកងទ័ពអ៊ុយក្រែនប្រើប្រាស់យ៉ាងសកម្មបំផុតក្នុងការប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីចាប់តាំងពីឆ្នាំ2022មកចំណែកឯ QBU10 ចិនវិញត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2009ជាប្រភេទ Semi Automatic ពាក់កណ្ដាលស្វ័យប្រវត្តិផលិតដោយក្រុមហ៊ុន Norinco វាត្រូវបានដាក់បម្រើការឲ្យកងទ័ពរំដោះប្រជាជនចិននិងកង Marine នាកំឡុងឆ្នាំ2010មានទូរទីបាញ់កំទេចរត់ពីដែករថយន្តយោធាដងអង្គតែនសេវាឬក៏បណ្ដាញខ្សែភ្លើងជាដើម QBU10 មានបណ្ដោយប្រវែង1380មីលីម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ 12.7 គុណនឹង108បាញ់បានចម្ងាយ1500ម៉ែត្រទៅ2000ម៉ែត្រជាចម្ងាយបាញ់ចំគោលដៅបានល្អដោយអត្រាដួលគ្រាប់រត់815ម៉ែត្រក្នុង1វិនាទីដោយក្នុងមួយបង់មាន5គ្រាប់កាំភ្លើងលបបាញ់មួយនេះវាប្រើ telescope YMA098X សម្រាប់មើលគោលដៅនិងប្រើប្រាស់ Ballistic Computer and Laser Range Finder QMA151A Daylight Summer Scope ជា Computer Ballistic ភ្ជាប់ជាមួយនឹងប្រព័ន្ធ Laser QMA151A សម្រាប់មើលគោលដៅវាអាចឆ្លុះមើលគោលដៅបានទាំងពេលយប់និងពេលថ្ងៃបានយ៉ាងច្បាស់ប៉ុន្តែកាំភ្លើងលបាញ់ QBU10 មួយនេះប្រព័ន្ធទប់លំនឹងរបស់វាមិនសូវល្អនោះទេពេលវាបាញ់នឹងកន្ត្រាក់ថយក្រោយធ្វើឲ្យប៉ះពាល់ដល់ផ្នែក Sniper ដែលកាន់វាបើប្រៀបធៀបទៅនឹង Alligator របស់អ៊ុយក្រែនវិញគឺមានភាពល្អប្រសើរជាងវាហើយជាពិសេសជាងនេះទៅទៀតនោះគឺ Alligator ប្រើប្រាស់គ្រាប់ទំហំ 14.5 មីលីម៉ែត្រខ្លាំងជាង QBU10